រឿងកូនប្រុសក្រំពលឺប្រច័ណ្ឌពេញបរមីដុំទី14វគ្គទី1អូនមានបញ្ជាការអូនស្រីរបស់បងអូនត្រឡប់ទៅវិញអស់ហើយមែនទេបាទមែនហើយបងកាលនៅក្នុងភូមិដូចជាតូចសោះណោះបែកគ្នាតែពី3ឆ្នាំស្រាប់តែឥឡូវនេះពេញរូបពីរៀងអស់ទៅហើយចាំមិននឹងបងខ្ញុំឃើញលួចសម្លឹងមើលប្អូនស្រីរបស់ខ្ញុំមិនដាក់ភ្នែកសោះតានេះបងប្រំគិតយ៉ាងម៉េចដែរជាមួយនឹងប្អូនស្រីរបស់ខ្ញុំទៅបងមិនហ៊ានទេគ្រាន់តែចង់មកសរសើរតែប៉ុណ្ណោះរួចនេះប្អូនមានបញ្ជាការមិនជួយដំណើរប្អូនស្រីទៅវិញទេអត់ទេបងប្អូនស្រីរបស់ខ្ញុំគេប្រាប់ថាគេអាចត្រឡប់ទៅវិញដោយខ្លួនឯងបានប្អូនស្រីរបស់ខ្ញុំម្នាក់នៅក្នុងអង្គភាពចិត្តនេះចំណែកឯម្នាក់ទៀតទើបនៅឆ្ងាយបងធីមុននេះខ្ញុំឃើញយុទ្ធមិត្តរបស់ជាងដើរចុះដើរឡើងកាត់កន្លែងរបស់ខ្ញុំច្រើនណាស់ហើយម្នាក់គេចេះតែសម្លឹងមើលមកមួយស្របក់ទៀតបងមានបញ្ជាការក៏ដើរកាត់កន្លែងខ្ញុំដែរតើមានការអីមែនទេបងបែរជាឃើញមាននារីមកជួបនឹងប្អូនមានបញ្ជាការហ្នឹងណាតិចលោកគេយកច្រឡំមកលើខ្ញុំទៅបងការប៉ិនគឺប្អូនស្រីបង្ការរបស់ខ្ញុំតាអ្នកណាច្រឡំក៏យកច្រឡំទៅរឿងបងប្អូនជួបគ្នាវាជារឿងធម្មតាតើកុំទៅបារម្ភអីណាប៉ុន្តែខ្ញុំខ្លាចតែបងមានបញ្ជាការធំគាត់ណែនេះប្រហែលជាប្អូនមានបញ្ជាការក៏ទៅដល់រឿងរក្សាវិន័យនឹងហើយមែនទេថាអញ្ចឹងក៏ត្រឹមយ៉ាងដែរព្រោះនៅទីនេះកំរនឹងមាននារីណាគេមកដល់ទីនេះណាចាំបងធ្វើជាសាក្សីបើសិនជាបងមានបញ្ជាការធំសួរនាំពីប្អូនពីរឿងនេះនោះសូមគោរពបងមានបញ្ជាការបងមានបញ្ជាការធំប្រាប់ថាឲ្យបងមានបញ្ជាការសម្រេចទៅជួបគាត់ក្នុងពេលនេះបាទអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយទៅចុះឃើញទេបងនិយាយមិនទាន់ផុតពីមាត់ផងគាត់ចេញបញ្ជាខ្ញុំទៅជួបគាត់ទៅហើយណែវាគ្មានបញ្ហាអីទេប្រាប់គាត់ថាប្អូនស្រីមកលេងទៅវាចប់បាត់ទៅហើយខ្ញុំខ្លាចតែគាត់មិនជឿខ្ញុំនោះទេមិនជឿយ៉ាងម៉េចទៅនៅទីនេះក៏ធ្លាប់មានបងប្អូនស្រីមកលេងប្តីឬក៏មកសួរសុខទុក្ខឪពុកដែរតើមានតែអត់អីណោះណែចេះបារម្ភចឹងទៅកើតដែរទៅឆាប់ទៅជួបគាត់ភ្លាមទៅណាបាទគឺប្អូនមានបញ្ជាការទេមកចូលមកបាទបងមានបញ្ជាការមានអ្វីឲ្យខ្ញុំជួយមែនទេគ្មានបញ្ហាសំខាន់នោះទេគ្រាន់តែចង់ជួបពិភាក្សាការងារមួយចំនួនតែប៉ុណ្ណោះហើយមុននេះខ្ញុំថាទៅរកជួបប្អូននៅនឹងកន្លែងដែរឃើញប្អូនមានភ្ញៀវទើបបានជាមិនហ៊ានទៅរំខាន
តើបងអូនបានមិត្តនារីមកពីអង្គភាពណាដែរទៅមកលេងបងអូនមុននេះនោះ អូមិនមែនជាមិត្តនារីឯណាទេបងគឺប្អូនស្រីបង្ការរបស់ខ្ញុំតា អេបងអូនមានបញ្ជាការមានបងអូនស្រីដែរតាណោះ បាទមែនហើយ ខ្ញុំមិនដែលបានដឹងពីមុនមកសោះ អូនស្រីរបស់ខ្ញុំពីរនាក់នេះគេបានស្ម័គ្រចិត្តចូលរួមក្នុងចលនារំដោះជាតិរបស់យើងដែរពួកគេបាននាំគ្នាចូលព្រៃម៉ាគីតាំងពីខ្ញុំមកដល់ទីនេះបានប្រហែលជា1ឆ្នាំតែប៉ុណ្ណោះឯង ប្រសើរខ្លាំងណាស់ ហើយថ្មីនេះប្អូនស្រីរបស់ខ្ញុំម្នាក់គេបានផ្លាស់មកព្យាបាលអ្នកជំងឺរបស់អង្គភាពតូចនៅក្បែរអង្គភាពរបស់ជើងទើបបានជាពួកគេមានឱកាសមកលេងជាមួយខ្ញុំតែម្ដងទេ ចំណែកខ្ញុំក៏មានកូនស្រីម្នាក់ដែលនៅលេងដែរហើយសប្តាហ៍ថ្ងៃនេះគេនៅផ្ទះជាមួយនឹងប្រពន្ធរបស់ខ្ញុំមានគេចូលស្នើរៀបការ2នាក់ដែរហើយមានម្នាក់ជាតបរបស់ចលនាយើងតែខ្ញុំមើលទៅដូចជាមិនសូវពេញចិត្តទើបបានជាខ្ញុំមិនទាន់អនុញ្ញាតព្រោះមនុស្សឥឡូវនេះបើយើងមិនបានស្វែងយល់ពីចិត្តគំនិតរបស់គ្នាទៅវិញទៅមកឲ្យបានយូរពេលនោះទេគឺវាពិបាកទុកចិត្តណាស់មិនថាអញ្ចឹងឯងបងអូនមានបញ្ជាការ បាទមែនហើយ លាក់បាំងអីនៅក្នុងអង្គភាពរបស់យើងនេះខ្ញុំបានសម្លឹងឃើញមនុស្សម្នាក់ដែលមើលទៅគួរឲ្យកូនស្រីរបស់ខ្ញុំគេផ្ញើវាសនាបានប៉ុន្តែខ្ញុំមិនដែលហ៊ាននិយាយសោះព្រោះវាដូចជាពិបាកនិយាយយ៉ាងម៉េចមិនដឹងនោះទេនៅណាគេមួយទៅបងមានបញ្ជាការមនុស្សដែលល្អនៅក្នុងអង្គភាពរបស់ជើងបើខ្ញុំសង្កេតមើលទៅគឺមានតែសាន់និងបងធៀមព្រមទាំងមិត្តផនតែប៉ុណ្ណឹងទេដែលពួកគេមានចរិតមើងម៉ាត់ក្នុងការងារខ្ញុំថាដូចជាមិនមែនទេបើអញ្ចឹងមានតែខ្ញុំបានលួចគុណមើលពីអាកប្បកិរិយារបស់គេអស់ជាច្រើនឆ្នាំមកហើយប៉ុន្តែគេហាក់ដូចជាមានការលំបាកណាស់ដែលខ្ញុំត្រូវនិយាយពីរឿងនេះជាមួយនឹងគេនោះប្រាប់ខ្ញុំតើបងមានបញ្ជាការនឹងឲ្យខ្ញុំបានជួយពិនិត្យពិច័យផងដែរព្រោះតាមការពិតទៅមានតែខ្ញុំទេដែលអាចមានការស្និទ្ធស្នាលជាមួយនឹងយុទ្ធមិត្តរបស់ជើងច្រើនជាងបងមានបញ្ជាការនេះបងសម្រាប់ពិតជាមិនដឹងមែនទេបាទព្រោះនៅក្នុងអង្គភាពរបស់ជើងមានតបច្រើនអ្នកណាធ្វើម៉េចខ្ញុំនឹងបានដឹងថាអ្នកណាមួយទៅដែលបងមានបញ្ជាការពេញចិត្តហើយនឹងមានគម្រោងរៀបចំយកធ្វើជាគុំភាសានោះគេគឺជាមនុស្សម្នាក់ដែលមានភាពអង់អាចក្លាហានគេបានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តចំពោះអង្គភាពរបស់យើងជាពិសេសទៅទៀតនោះគឺចំពោះយុទ្ធមិត្តរួមអាវុធតែម្ដងគេជាមនុស្សដែលមិនចេះប្រកាន់ឋានៈហើយមានសភាពសាមញ្ញបំផុតនៅក្នុងការរស់នៅរបស់គេតែប្រហែលជាជ្រុលពេលបន្តិចទៅហើយដែលខ្ញុំយករឿងកូនស្រីរបស់ខ្ញុំមកបង្ហើបនៅក្នុងពេលនេះចាំមិនក៏អញ្ចឹងទៅវិញបងមានបញ្ជាការពីព្រោះខ្ញុំពិបាកនឹងនិយាយណាធ្លាប់តែដោះស្រាយពីបញ្ហារបស់គេតោះតែរឿងខ្លួនឯងបែបនេះវាដូចជាអៀនមាត់យ៉ាងម៉េចមិនដឹងទេនិយាយប្រាប់ខ្ញុំដល់ត្រង់ទៅបងមានបញ្ជាការខ្ញុំសន្យាថានឹងមិនយករឿងនេះទៅនិយាយប្រាប់អ្នកណាឲ្យដឹងទេមិនមែនបានសេចក្តីថាខ្ញុំចង់ឲ្យកូនស្រីខ្ញុំឆាប់មានគូសកលនោះទេតែតាមពិតគឺមកពីខ្ញុំមានការពេញចិត្តពេញថ្លើមនឹងគេម្នាក់នោះទើបបានជាខ្ញុំចង់ឲ្យគេមកធ្វើជាកូនប្រសារខ្ញុំហ្នឹងណាពីព្រោះតែខ្ញុំតែងតែគិតថាអ្នកដែលរស់នៅតាមជនបទដូចជាពួកយើងនេះមិនងាយនឹងរកបានមនុស្សណាដែលមានគ្រប់លក្ខណៈសម្បត្តិដូចជាគេម្នាក់នោះណាខ្ញុំកំពុងតែរំពៃគិតនៅក្រោមមើលអស់ហើយនៅក្នុងអង្គភាពនេះមិនដឹងថាបងមានបញ្ជាការកំពុងតែចង់និយាយពីនរណាម្នាក់នោះទេខ្ញុំចង់ឲ្យបងអូនមានបញ្ជាការសម្រេចយកពាក្យរបស់ខ្ញុំនេះទៅគិតមើលទៅថាតើខ្ញុំចង់និយាយសម្ដៅទៅលើអ្នកណានោះអរគុណហើយដែលបានមកជួបខ្ញុំក្នុងពេលនេះបាទ ពីរដងហើយដែលបងមានបញ្ជាការនិយាយពាក្យផ្លាយៗមករកខ្ញុំលើកទី1កាលនៅកំពង់ទឹក
ហើយនេះគឺជាលើកទី2ហើយដែលគាត់បានបង្ហាប់ដោយត្រង់អំពីរឿងដែលគាត់មានកូនស្រីម្នាក់ហើយគាត់ចង់ឲ្យមានគូជាមួយនឹងមនុស្សម្នាក់ដែលរស់នៅក្នុងអង្គភាពរបស់ជើងនេះតាគេនោះជានរណាទៅនោះកាន់តែធ្វើឲ្យខ្ញុំឆ្ងល់មែនទែនហើយតាហើយហេតុអីក៏គាត់លើកយករឿងនេះមកពិភាក្សាជាមួយខ្ញុំទៅវិញដោយមិនបញ្ចេញពីឈ្មោះពិតប្រាកដរបស់មនុស្សដែលគាត់ពេញចិត្តនោះយ៉ាងមិនអញ្ចឹងមានបញ្ជាការត្រឡប់មកវិញហើយបាទបងមានបញ្ជាការធំហៅប្អូនទៅជួបក្នុងគោលបំណងអ្វីដែរទៅឬមួយក៏មានសួរនាំអំពីប្អូនស្រីរបស់ប្អូនមានបញ្ជាការដែរទេបាទសួរប៉ុន្តែនោះមិនមែនជារឿងសំខាន់ទេបងអ្វីដែលគាត់និយាយចំនោះគឺជារឿងផ្សេងទៅវិញទេរឿងអីដែរទៅខ្ញុំមិនអាចនិយាយបានទេបងធីនិយាយអញ្ចឹងនៅក្នុងអង្គភាពរបស់ជើងទាំងមូលអ្នកដែលមានភាពអង់អាចក្លាហានបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្តចំពោះអង្គភាពជាពិសេសចំពោះយុទ្ធមិត្តរួមអាវុធជាមនុស្សដែលមិនប្រកាន់ឋានៈមានសមត្ថភាពសាមញ្ញនៅក្នុងការរស់នៅតើបងថាជានរណាដែរទៅនោះរួចមិនក៏ប្អូនលើកពីបញ្ហានេះមកសួរបងយ៉ាងចឹងទៅវិញនោះខ្ញុំពិតជាចង់ដឹងមែនណាបងតើបងមានដែលសង្កេតឃើញមនុស្សណាដែលមានលក្ខណៈសម្បត្តិដូចដែលខ្ញុំបានរៀបរាប់ពីខាងលើនេះទេបងដូចជារកនឹងមិនឃើញដែរទេរួចនេះប្អូនសម្រាប់សួរពីរឿងនេះធ្វើអ្វីទៅនោះជួយរកនឹងទៅមើលបងព្រោះខ្ញុំកំពុងតែមានចម្ងល់មួយខ្លាំងណាស់តើមានអ្នកណាមួយទៅដែលមានលក្ខណៈសម្បត្តិបែបនេះទៅនោះបងថាដូចជាគ្មានទេណាហើយបើមានគឺមានតែប្អូនសម្រាប់នឹងហើយបងថាគឺមានតែប្អូនទេដែលយុទ្ធមិត្តរបស់យើងគ្រប់គ្នាព្រមទាំងបងមានបញ្ជាការធំរបស់យើងធ្លាប់បានលើកសរសើរនោះកុំណាបងធីកុំនិយាយថាជារូបខ្ញុំឲ្យសោះពីព្រោះខ្ញុំពិតជាមិនអាចទៅរួចទេហេតុអីក៏ថាទៅមិនរួចពីព្រោះគឺមានតែប្អូននេះហើយដែលបានបូជាកម្លាំងកាយចិត្តព្រមទាំងពេលវេលាភាគច្រើនរបស់ប្អូនសម្រាប់អង្គភាពរបស់យើងនោះដំបូងបងក៏ធ្លាប់លើកសរសើរពីប្អូនដែរប្រាប់បងមកថាតើមានរឿងអីដែលប្អូនត្រូវលើកពីបញ្ហានេះមកសួរបងនោះគ្មានអ្វីទេបងខ្ញុំគ្រាន់តែចង់សួរលេងតែប៉ុណ្ណឹងតែកុហកបងហើយនិងប្រកាសជាមានបញ្ហាអ្វីលាក់បាំងនឹងបងជាមិនខានទេគ្មានទេបងអរគុណណាស់ដែលបងជួយផ្ដល់នៅចម្លើយនេះខ្ញុំទៅកន្លែងរបស់ខ្ញុំវិញហើយណែប្អូនមានបញ្ជាការតើប្អូនសម្រាប់មានរឿងអីចេះណោះគេដូចជាមិនដែលមានរឿងលាក់បាំងនឹងខ្ញុំទេទោះបីជារឿងរបស់អ្នកគ្រូពេទ្យម៉ារ៉ានីក៏គេតែងតែមកពីគ្រូយោបល់ជាមួយនឹងខ្ញុំដែរចុះហេតុអីក៏ពេលនេះគេបែរជាមិនព្រមប្រាប់ពីហេតុផលយ៉ាងចឹងទៅវិញនោះហើយគិតយ៉ាងមិនចេះណោះ
ខ្ញុំត្រូវសម្រេចចិត្តដោយមិនដេចទេបើសិនណាមនុស្សដែលបងមានបញ្ជាការបាននិយាយនេះត្រឡប់មកជារូបខ្ញុំមែននោះខ្ញុំគ្មានការស្មុគស្មាញមែនទេចុះរឿងហេតុអីបានជាគាត់លើកយករឿងនេះមកនិយាយនៅក្នុងពេលដែលខ្ញុំនិងម៉ារ៉ានីកំពុងតែស្ថិតនៅក្នុងសភាពតច្រកអត់ទេបើសិនជាមានរឿងដូចនេះកើតឡើងមែននោះខ្ញុំត្រូវតែរកមធ្យោបាយដើម្បីដោះស្រាយនិងឆ្លើយតបវិញឲ្យសមរម្យជាទីបំផុតម៉ារ៉ានីខ្ញុំនឹកនាងខ្លាំងណាស់អូនសានកំពុងតែធ្វើអីហ្នឹងអូបាទបងខ្ញុំកំពុងតែដោះកំភ្លើងជូតមកអង្គុយលេងសិនទៅចំជាប្រសើរមែនក្រៅពីការងារយឹមល្បាតនិងវឹកហាត់អូននៅមានការយកចិត្តទុកដាក់លាងសម្អាតកំភ្លើងទៀតផងចំជាយុទ្ធជនដ៏ល្អមែនយើងជាកងទ័ពកំភ្លើងប្រៀបបីដូចជាប្រពន្ធរបស់យើងចឹងទស្សនៈនេះត្រឹមត្រូវហើយសានណាបាទណែបងមានរឿងខ្លះដែលចង់និយាយជាមួយសានតើអាចមានពេលនិយាយជាមួយនឹងបងបានដែរទេរឿងសំខាន់មែនទេបងហ្នឹងហើយសំខាន់ដែរតាបាទអញ្ចឹងគួរទៅរកកន្លែងណាស្ងាត់ល្អជាងហ្នឹងហើយតែនិយាយគ្នានៅក្រោមដើមឈើខាងក្រៅវិញល្អជាងណាបាទបងចាំខ្ញុំគុំកំភ្លើងសិនបងទៅចាំនៅទីនោះមុនណាបាទបងមានការអីនឹងបងគឺបងចង់សួរសានពីរឿងដែលតាក់ទងទៅនឹងមេបញ្ជាការរបស់យើងនឹងណាអូគឺរឿងបងមេបញ្ជាការសម្រាប់នោះមែនទេមែនហើយព្រោះមានតែប្អូនទេដែលស្និទ្ធស្នាលនឹងប្អូនមេបញ្ជាការសម្រាប់ជាងគេក្នុងចំណោមយុទ្ធមិត្តរបស់យើងតែខ្ញុំយល់ថាគឺជារូបបងទៅវិញទេព្រោះបងនិងបងមេបញ្ជាការសម្រាប់មកចូលរួមក្នុងចលនានេះមុនខ្ញុំត្រឹមត្រូវហើយប៉ុន្តែពេលនេះបងដូចជាមានចម្ងល់យ៉ាងខ្លាំងទៅលើរឿងអ្នកគ្រូពេទ្យម៉ារ៉ានីនិងប្អូនមេបញ្ជាការសម្រាប់ហើយមុននេះមេបញ្ជាការធំបានឲ្យប្អូនសម្រាប់ទៅជួបលុះពេលត្រឡប់មកវិញប្អូនសម្រាប់ក៏បានចោទសួរបងពីរឿងរ៉ាវខ្លះអំពីបុគ្គលដែលមានស្នាដៃនៅក្នុងអង្គភាពរបស់យើងតែប្អូនសម្រាប់មិនបាននិយាយឲ្យបានច្បាស់លាស់អំពីការចោទសួរនោះទេបងចង់មកសួរប្អូនក្រែងលោប្អូនដឹងរឿងរបស់ប្អូនសម្រាប់ច្រើនជាងបងហើយបើសិនជាមានបញ្ហាយ៉ាងណានោះយើងនឹងអាចជួយដោះស្រាយគ្នាមិនថាអញ្ចឹងទេត្រឹមត្រូវហើយបងរាល់ថ្ងៃនេះខ្ញុំព្រមតែមិត្តភក្តិក្នុងអង្គភាពរបស់យើងមួយចំនួនកំពុងតែនាំគ្នាជួយខ្វាយខ្វល់ពីរឿងបងមេបញ្ជាការសម្រេចដែរពីព្រោះម្នាក់យល់ឃើញថាមិនគួរណាខាងផ្នែករៀបចំសំណុំរឿង
រៀបការរបស់អង្គភាពយើងបដិសេធដោយប្រយោលចំពោះពាក្យស្នើសុំរៀបការរបស់បងមេបញ្ជាការសម្រេចនោះទេទោះបីជាបងមេបញ្ជាការសម្រេចជាមនុស្សសំខាន់នៅក្នុងអង្គភាពក៏ដោយចុះហើយបាត់ថ្នាក់លើយល់ឃើញថាបងមេបញ្ជាការសម្រេចជាមនុស្សសំខាន់មែននោះដើម្បីឆ្លើយតបទៅនឹងស្នាដៃដែលគាត់បានសាងនៅក្នុងអង្គភាពគួរណាស់តែថ្នាក់លើត្រូវតែធ្វើអ្វីមួយដើម្បីឆ្លើយតបទៅនឹងទង្វើរបស់គាត់ដែលគាត់បានធ្វើនិងគាត់បានស្នើសុំមិនថាអញ្ចឹងទេបង ហ្នឹងហើយចំពោះបងក៏យល់យ៉ាងដូចនេះដែរវាមិនសមហេតុផលតតែសោះដែលពួកគេបង្អើរឿងរៀបការរបស់ប្អូនមេបញ្ជាការសម្រេចហើយដល់ពេលដែលបងគិតយូរទៅបងសង្ស័យថាប្រហែលជាមកពីមានបញ្ហាផ្សេងទៀតដឹងទើបបានជាថ្នាក់លើត្រូវបដិសេធការស្នើសុំនេះបងសង្ស័យថាយ៉ាងម៉េចដែរទៅណែបងចង់និយាយពីរឿងមួយជាមួយនឹងប្អូនសានប៉ុន្តែត្រូវសន្យាថាប្អូននឹងលាក់រឿងនេះទុកដោយមិនត្រូវនិយាយឲ្យខ្ចោះខ្ចាយឲ្យអ្នកណាដឹងទេឬទេបាទខ្ញុំសន្យាថាមិននិយាយទេបងបងសង្ស័យថាបងមេបញ្ជាការធំរបស់យើងមានអ្វីមិនស្រួលជាមួយនឹងប្អូនមេបញ្ជាការសម្រេចហើយរឿងមិនស្រួលនោះយ៉ាងម៉េចដែរទៅបងតាមបងពិនិត្យមើលទៅក៏ដូចជាមានការពេញចិត្តពេញថ្លើមនឹងប្អូនមេបញ្ជាការសម្រេចខ្លាំងណាស់ហើយតាំងពីពេលដែលដឹងថាប្អូនមេបញ្ជាការសម្រេចបានដាក់ពាក្យស្នើសុំរៀបការក៏ដូចជាមានរឿងអ្វីប្លែកនៅក្នុងចិត្តនេះបងនិយាយឲ្យឆាប់ទៅព្រោះខ្ញុំចង់ដឹងណាស់ប្អូនសានក៏ដឹងដែរថាបងមេបញ្ជាការធំក៏មានកូនស្រីម្នាក់ដែលពេញវ័យគ្រប់ការដែរនោះអីបងតែបងចោតប្រកាន់ហើយមែនទេមិនមែនទេគឺបងគ្រាន់តែមានការសង្ស័យតែប៉ុណ្ណោះតើរឿងនេះប្អូនសានមិនចាប់អារម្មណ៍ទេមែនហើយតើតែបងនិយាយបែបនេះទើបខ្ញុំនឹកឃើញទៅដល់រឿងមួយថ្ងៃមួយនោះដែលបងមេបញ្ជាការធំគាត់បានទៅសួរដេញដោលខ្ញុំពីរឿងបងមេបញ្ជាការសម្រេចនោះអីរួចចុះគាត់សួរយ៉ាងម៉េចខ្លះដែរទៅប្រាប់បងឲ្យបានដឹងផងទៅមើលកាលនោះគាត់បានមកសួរខ្ញុំថាតើខ្ញុំមែនទេដែលជាអ្នកនាំឲ្យបងម៉ារ៉ានីជួបជាមួយនឹងបងមេបញ្ជាការសម្រេចនោះហើយគាត់បានសួរដេញដោលពីដំណើរដើមតងជាច្រើនទៀតផងពីការណាត់ជួបរវាងបងមេបញ្ជាការសម្រេចនិងបងស្រីម៉ារ៉ានីនោះអីហើយចុះប្អូនសានឆ្លើយយ៉ាងម៉េចដែរទៅបាទខ្ញុំឆ្លើយថាគឺមិនមែនមកពីខ្ញុំម្នាក់ឯងនោះទេដែលធ្វើឲ្យបងមេបញ្ជាការសម្រេចបានជួបនឹងបងស្រីម៉ារ៉ានីនោះការពិតគឺមកពីយុទ្ធមិត្តរបស់អង្គភាពយើងជាច្រើនអ្នកដែលគេនាំគ្នាលេងល្បែងគូកងមួយនៅពេលដែលបងមេបញ្ជាការសម្រេចនិងបងស្រីម៉ារ៉ានីមិនដែលបានឃើញមុខគ្នាទាល់តែសោះខ្ញុំបានបញ្ជាក់ថាស្នេហារបស់គាត់គឺកើតឡើងដោយមិនបានព្រៀងទុកវាគឺជារឿងមួយដែលស្មានមិនដល់ទាល់តែសោះចំពោះបងមេបញ្ជាការសម្រេចហើយនិងបងស្រីម៉ារ៉ានីនោះរួចបងមេបញ្ជាការធំគាត់ឆ្លើយដោយមិនដេចដែរទៅនៅពេលដែលបងសាននិយាយប្រាប់គាត់បែបនេះនោះបាទគាត់នៅស្ងៀមតែគាត់បានដកដង្ហើមធំឬមួយក៏បងមេបញ្ជាការធំគាត់មានបំណងដូចជាការស្មានរបស់បងទៀតដឹងបងមិនទាន់ហ៊ានសន្មតថាការស្មានរបស់បងវាជាការពិតនោះទេប៉ុន្តែអ្វីដែលបងចាប់អារម្មណ៍បំផុតនោះគឺជាសំណួរមួយដែលប្អូនសម្រេចបានសួរមកបងពេលដែលប្អូនសម្រេចត្រឡប់ពីណែជួបបងមេបញ្ជាការធំរបស់យើងវិញនោះហើយបើសិនជារឿងនេះคล้ายទៅជាការពិតមែននោះខ្ញុំថាបងមេបញ្ជាការសម្រេចប្រកាសជាពិបាកដោះស្រាយជាមិនខានទេព្រោះនេះមិនមែនជារឿងធម្មតាឡើយចំពោះការដែលគាត់ត្រូវសម្រេចចិត្តចង់ផ្សំផ្គុំបងមេបញ្ជាការសម្រេចឲ្យទៅកូនស្រីរបស់គាត់នោះមែនហើយឬមួយក៏ដោយសារតែហេតុផលនេះគប់ផ្សំជាមួយនឹងរឿងផ្សេងទៀតទើបបានជាពួកគាត់ត្រូវច្រានចោលការស្នើសុំរៀបការរបស់ប្អូនមេបញ្ជាការសម្រេចនោះវាជារឿងទំនោរមួយយ៉ាងដែរបងបើសិនជាដូច្នេះមែននោះតើយើងមានវិធីអ្វីដែលអាចជួយដោះស្រាយដល់ប្អូនសម្រេចដែរទៅចំពោះបងក៏ចង់ឲ្យបងសម្រេចរៀបការជាមួយនឹងបងម៉ារ៉ានីដែរមែនទេមែនហើយពិតមែនតែបងមិនធ្លាប់ស្គាល់ម៉ារ៉ានីក៏ដោយតែបងបានស្ដាប់ឮពីគុណសម្បត្តិនិងការលើកសរសើរតគ្នាពីមាត់មួយទៅមាត់មួយរបស់ម៉ារ៉ានីពីសំណាក់មិត្តយុទ្ធជនរបស់យើងនឹងណាបើអញ្ចឹងយើងគួរតែជួយគាត់តាមវិធីណាទៅរងចាំពេលវេលាបន្តិចទៀតសិនទៅណាយើងត្រូវតែចាំមើលថាការកាត់ទុករបស់យើងនេះវាត្រឹមត្រូវដែរឬអត់មិនថាអញ្ចឹងហ៎បាទ
ខ្ញុំក៏គិតអញ្ចឹងដែរ គឺមិនរីប្រធានពេនតើមកអង្គុយលេងទៅ ចាយ៉ាងម៉េចទៅហើយបងប្រធានមន្ទីរស្រុកមានបានពិនិត្យលើសំណុំលិខិតស្នើសុំរបស់ប្អូនប្រុសរបស់ខ្ញុំហើយឬនៅ ខ្ញុំស្មានថាមកជួបខ្ញុំពីរឿងអីការពិតមកបញ្ជាក់សួរពីរឿងរបស់ប្អូនប្រុសទៅវិញតើនេះ ណែចំពោះបញ្ហានេះខ្ញុំបានរៀបចំប្រជុំពីរលើករួចមកហើយដោយបានតាមដានពីប្រវត្តិរូបរបស់គ្រូពេទ្យម៉ារ៉ានីហើយនឹងប្រវត្តិរូបរបស់ប្រធានសង្គមគិច្ចដែលត្រូវជាប្អូនប្រុសបង្កើតរបស់មិត្តនារីនោះយើងទាំងអស់គ្នាបានវាយតម្លៃថាការស្នើសុំនេះគឺប្រកបទៅដោយលក្ខណៈសមហេតុសមផលហើយតាមការពិនិត្យអង្កេតមើលទៅអ្នកទាំងពីរក៏មានឋានៈនិងមានស្នាដៃក្នុងការងារប្រហាក់ប្រហែលគ្នាដែរខាងមន្ទីរស្រុករបស់យើងខ្ញុំសម្រេចថាឯកភាពតាមការស្នើសុំនេះបានប៉ុន្តែបើតាមការឮព័ត៌មានលហិតលហៀងថាអ្នកគ្រូពេទ្យម៉ារ៉ានីម្នាក់នេះដូចជាមានមេបញ្ជាការម្នាក់នៅឯសមរភូមិមុខស្រឡាញ់ហើយបំរុងនឹងចូលស្នើសុំរៀបការតើមែនទេចំពោះរឿងនេះវាប្រហែលគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះទេព្រោះមកដល់ថ្ងៃនេះទៅហើយដូចជាមិនឃើញមេបញ្ជាការរូបនោះធ្វើពាក្យស្នើសុំអីផងម្យ៉ាងម៉ារ៉ានីក៏គ្មានទំនាក់ទំនងអ្វីជាមួយនឹងមេបញ្ជាការរូបនោះដែរខ្ញុំថាគ្មានរឿងបែបនោះកើតឡើងទេណាបើអញ្ចឹងខាងខ្ញុំឯនេះនឹងប្រជុំសម្រាប់គ្នាពីបញ្ហាអ្នកគ្រូពេទ្យម៉ារ៉ានីនិងប្អូនប្រុសរបស់មិត្តនារីនៅថ្ងៃស្អែកនេះចុះណារួចចាំខ្ញុំបញ្ជូនសំណុំរឿងនោះឲ្យមិត្តនារីប្រធាននៅថ្ងៃក្រោយមិនថាអញ្ចឹងទេចាបើបានកាន់តែឆាប់កាន់តែល្អព្រោះពេលណាដែលម៉ារ៉ានីត្រឡប់មកពីមន្ទីរស្រុកវិញនោះខ្ញុំចង់ឲ្យការរៀបចំនេះឲ្យបានរួចជាស្រេចនោះណាជាការមួយប្រសើរណាស់បងប្រធានមន្ទីរគួរតែជួយជ្រោមជ្រែងទៅធ្វើយ៉ាងណាឲ្យតែបានសម្រេចទើបខ្ញុំសប្បាយចិត្តពីព្រោះខ្ញុំចង់បានម៉ារ៉ានីមកធ្វើជាប្អូនថ្លៃជាយូរណាស់មកហើយគ្រាន់តែខ្ញុំមិនដែលធ្វើអ្វីមួយឲ្យនាងដឹងខ្លួនតែប៉ុណ្ណោះទេហើយបើបងប្រធានមន្ទីរស្រុកមិនជួយជោគជួយចែវទេនោះម៉ារ៉ានីនឹងបានទៅខាងគេជាមិនខានមិនអីទេយើងសុទ្ធតែគ្នាឯងតាជាមនុស្សដែលរស់នៅស្គាល់ចិត្តស្គាល់ថ្លើមគ្នាជាយូរឆ្នាំណាស់មកហើយចាខ្ញុំអរគុណខ្លាំងណាស់បាទ ច
គេទទួលពិនិត្យហើយឬនៅបង អណែ បងស្រីកុំនិយាយថាគេមិនឯកភាពការស្នើសុំរបស់ខ្ញុំឲ្យសោះណា ប្អូនទីទៅមើលថាតើខាងមន្ទីរស្រុកគេសម្រេចយ៉ាងម៉េចដែរចំពោះរឿងនេះ ធ្វើមិនខ្ញុំនឹងអាចទាយបានទៅបងឆាប់ប្រាប់ខ្ញុំភ្លាមមកព្រោះខ្ញុំចង់ដឹងណា គេឯកភាពតាមការស្នើសុំនេះរួចហើយ មែនទេបង មែនហើយ ខ្ញុំសប្បាយចិត្តណាស់តែប៉ុណ្ណេះនេះខ្ញុំលែងបារម្ភទៀតហើយខ្ញុំនឹងបានរៀបការជាមួយនឹងនាងម៉ារ៉ានី កុំតន់សប្បាយចិត្តពេកប្អូនប្រុសហ េតុអ្វីទៅបង ព្រោះចំពោះរឿងនេះបងលួចធ្វើតែម្នាក់ឯងទេណា ចុះក្រែងបងនិយាយថាម៉ារ៉ានីមិនបានប្រកែកជាមួយនឹងខ្ញុំនោះអី នេះគ្រាន់តែជាការគិតទុករបស់បងតើ បងកុំធ្វើឲ្យខ្ញុំភ័យឲ្យសោះណា គិតតែពីរឿងល្អទៅបានហើយព្រោះទោះជាយ៉ាងណាក៏បងត្រូវតែមានសង្ឃឹមច្រើនទៅលើម៉ារ៉ានីដែរណាម្យ៉ាងបងប្រធានមន្ទីរស្រុកគាត់ក៏មានការគាំទ្រចំពោះរឿងរបស់ប្អូននិងម៉ារ៉ានីដែរទោះជាម៉ារ៉ានីប្រកែកក៏មិនអាចប្រកែកបានដែរជឿបងចុះ សូមឲ្យពិតដូចពាក្យដែលបងបាននិយាយទៅចុះព្រោះថាខ្ញុំនេះពេញចិត្តនាងខ្លាំងណាស់តាំងពីថ្ងៃដំបូងដែលខ្ញុំបានជួបនាងពេលដែលខ្ញុំទៅដល់មន្ទីរពេទ្យស្រុកនោះម្ល៉េះ រក្សាភាពស្ងប់ស្ងៀមសិនទៅណាបងមិនបណ្ដាច់បណ្ដោយឲ្យរឿងនេះខ្លាយទៅជារឿងអខាននោះបានទេ បាទជួយបងផងទៅណាបងណា ចាំមិនហ្នឹងខ្ញុំមុតដៃហើយចាំមិនហ្នឹងទើបបានជាធ្វើប្រហែសធ្វើឲ្យមុតដៃបានមើលចាំខ្ញុំជួយនៅស្ងៀមណាចាស់ខ្ញុំទៅយកបងស្អិតមកបិទឲ្យ រួចហើយឈឺដែរទេចាមិនអីទេអាចព្រមបានអាណែខ្ញុំដូចជាងងឹតមកដល់ហើយមិនដឹងជាយ៉ាងម៉េចទេនេះម៉ារ៉ានីចាំមិនដឹងណែអង្គុយសិនទៅអង្គុយត្រង់នឹងហើយណានាងប្រហែលជាខ្យល់ចាប់ហើយព្រោះពេលជប់មិញនាងមានអ្នកជំងឺធ្វើទុកហើយម៉ារ៉ានីមិនសូវបានសម្រាប់នោះអីចាំតិចចាំខ្ញុំសំថ្នាំឲ្យលេបចាអរគុណ ហត់នេះលេបទៅចានៅទឹកអរគុណសម្រាប់បន្តិចសិនទៅមើលចុះមកឡើងស្លាំងអស់ទៅហើយប៉ុន្មានថ្ងៃនេះខ្ញុំដូចជាវិផលក្នុងចិត្តយ៉ាងម៉េចមិនដឹងទេសង្ស័យតែមានញាតិមិត្តឬអ្នកដែលស្គាល់គ្នាមានបញ្ហាអ្វីទេដឹងតែខ្ញុំយល់ថាមកពីម៉ារ៉ានីធ្វើការច្រើនពេកទៅវិញទេគឺខំទាំងយប់ទាំងថ្ងៃម្ល៉េះហើយទៅវាបណ្ដាលឲ្យទៅជាដូចនេះកុំខំនិយាយអីសម្រាប់បន្តិចសិនទៅខ្ញុំទៅចាក់ថ្នាំឲ្យអ្នកជំងឺសិនហើយអត់ទេខ្ញុំដូចជាមានកាត់អ្វីនៅក្នុងចិត្តមែនណាសម្រាប់ទៅកុំគិតអីច្រើនពេកវាគ្មានអ្វីកើតឡើងនោះទេជឿខ្ញុំទៅណា ចន្ទហោះទម្លាក់ក្របបែកតា
ហាន់លឺយូរហើយមានសភាពការអីទៀតអញ្ចេះម៉ារនីអាយយ៉ាងម៉េចទៅហើយនឹងបានគ្រាន់បានតិចទេចានៅតែវិលមកដដែលហ្នឹងអេគិតយ៉ាងម៉េចទៅនេះរួចនេះឯងមានលឺសូរសំឡេងចន្ទហោះទម្លាក់ក្របទេចាលឺហើយតោះរកកន្លែងពួនសិនទៅមិនបាច់ទេមើលទៅប្រហែលជាយន្តហោះស៊ើបការរបស់ទាហានរដ្ឋាភិបាលហោះក្បាលតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំភ័យខ្លាំងណាស់ព្រោះឲ្យតែពួកនេះវាមកគឺត្រូវតែទម្លាក់ក្របហើយមានលឺសូរទៀតឯណាប្រហែលជាគេហោះទៅហួហើយកុំភ័យអីសូមកុំឲ្យគេទម្លាក់ក្របបែកអីអាណិតដល់ប្រជាជនស្លុតត្រង់ដែលគ្មានអាវុធផងចុះម៉ារនីឃើញទេខ្ញុំថាអីចេះខុសពួកគេប្រកាសជាទម្លាក់ក្របមិនឆ្ងាយពីកន្លែងយើងប្រហែលទេទៅលឺសូរដល់ទីនេះនោះអត់ទេស្មានទៅមើលសម្លេងនេះប្រហែលជាប្រហែលគីឡូម៉ែត្រពីកន្លែងយើងទៅគឺខ្ញុំថាមិនឆ្ងាយទេណាទឹកនោះគឺជាទឹកដែលអង្គភាពលោកមេបញ្ជាការសម្រេចបោះទីតាំងតាមមែនទេប្រហែលជាមែនហើយទេដឹងណែម៉ារនីឯងចេញទៅណានឹងខ្លាញ់ឯងមិនស្រួលខ្លួនផងអត់ទេចេញមកវត្តផ្សាយហើយនោះណែគឺនៅជ្រុងនោះមែនសូមកុំឲ្យមានអ្វីកើតឡើងចំពោះអង្គភាពរបស់លោកមេបញ្ជាការសម្រេចឲ្យសោះបងមានបញ្ជាការម្ដងនេះគេទម្លាក់ចិត្តកន្លែងយើងដល់ហើយតែយើងត្រូវធ្វើយ៉ាងម៉េចទៅបងអូនសម្រាប់ត្រូវតែត្រៀមកម្លាំងរបស់យើងតាមផ្នែកព្រាមទៅទទួលបញ្ជាមិនដឹងជាទីនោះជាទីកន្លែងរបស់អង្គភាពរបស់គាត់មែនឬអត់ណាប៉ុន្តែខ្ញុំដូចជាធ្លាប់ឮគាត់និយាយថាពីមន្ទីរពេទ្យរបស់ជើងទៅកន្លែងអង្គភាពរបស់គាត់មានចម្ងាយប្រហែលជា30គីឡូម៉ែត្រឯណោះតែបើតាមជើងពិនិត្យមើលផ្សាយដែលហើយនោះប្រហែលជាមិនដល់កន្លែងទីតាំងរបស់អង្គភាពគាត់ទេបើមិនដល់កន្លែងគាត់ទេមានតែត្រូវភូមិឋានរបស់អ្នកស្រុកទៀតហើយហេតុអីបានជាពួកគេធ្វើបែបនេះមកលើប្រជាជនស្លូតត្រង់បែបនឹងទៅវិញណានេះគ្រាន់តែរំដៅក្របបែកដែលពួកគេបានទម្លាក់វាស្ទើរតែคล้ายទៅជារំបែកខំទៅហើយនៅក្នុងខេត្តកំពង់ចាមយើងចុះតម្រាំនឹងកន្លែងដទៃទៀតនោះមិនដឹងជាយ៉ាងណាទេតើថ្ងៃណាទៅពួកគេឈប់ធ្វើបែបនេះណងមែនហើយរួចនេះម៉ារនីលែងវិលមកហើយមែនទេចាដូចជាធូរស្រាលបន្តិចហើយអត់ទេតែមើលអ្នកជំងឺរបស់យើងវិញមិនដឹងជាពួកគេភ័យយ៉ាងណាទេច្បាស់ក្នុងចិត្តហើយថាពិតជាអាចធ្វើការទៀតបានចាច្បាស់ហើយចាំយកដី1 2 3អត់ចាំខ្លួនណាដាក់ឈើទៅតឹងតែនោះមួយមកមើលជួយសាច់ដើមឈើនេះយកមកកល់នៅត្រង់កន្លែងនេះទៀតទេឮទេបងបាទបងខាងនេះយ៉ាងមិនទៅហើយរៀបចំបានល្អទេសូមបងមានជាការពិនិត្យមើលចុះព្រោះបន្ទាប់ពីដាក់ដើមឈើបន្ថែមហើយ
ពួកខ្ញុំនាំគ្នាកាប់ដីដាក់ពីលើយ៉ាងក្រាស់ទៀតផង ធ្វើបានល្អណាស់នាំគ្នាធ្វើបន្តទៀតចុះខ្ញុំទៅពិនិត្យមើលខាងនោះទៀតណា បាទបងមានជាការ អូសាំងត្រឡប់មកវិញហើយ បាទសូមរាយការណ៍បងមានបញ្ជាការទម្លាក់ក្របបែកអំបញ្ញមិញនេះគឺស្ថិតនៅក្បែរអង្គភាពតបរំដោះជាតិជើងមួយដែលនៅក្បែរអង្គភាពជើងប្រហែលជា7គីឡូម៉ែត្រ ថាម៉េចហ្នឹង បាទគឺនៅចម្ងាយប្រហែលជា7គីឡូម៉ែត្រពីអង្គភាពរបស់យើង តិចលោកកន្លែងដែលបងស៊ីណាឈរជើងទៅសាំង បាទ មានដឹងថាមានអ្នកស្លាប់នឹងរងរបួសប្រមាណអ្នកដែរទេ បាទគឺមានអ្នករបួសច្រើនដែរប៉ុន្តែគ្មានអ្នកបាត់បង់ជីវិតនោះទេ ប៉ុណ្ណេះខ្ញុំដូចជាបានធូរចិត្តបន្តិចអរគុណច្រើនហើយដែលបានទៅស៊ើបការនោះ គឺបងអូនមានបញ្ជាការសម្រេចទេមកជុំ បាទ អរណែខ្ញុំទើបនឹងទទួលបញ្ជាពីថ្នាក់លើមកថាកម្លាំងរបស់ចលនានៃព្រាហ្មណ៍អគីមួយភាគនៅទិសខាងលិចនៃប្រទេសកំពុងតែត្រៀមរៀបចំកម្លាំងធ្វើប្រតិបត្តិការធំនៅចុងឆ្នាំ74នេះហើយណាចំណែកឯចលនានៅក្នុងទិសឦសាននៃប្រទេសរបស់យើងនេះក៏កំពុងតែមានបទបញ្ជាថ្មីដែរដូច្នេះមិនយូរមិនឆាប់កម្លាំងរបស់យើងត្រូវតែធ្វើឲ្យសង្គ្រាមមួយបានបញ្ចប់ជាស្ថាពរជាមិនខាន បាទចំណែកខ្ញុំកំពុងតែដាក់បទបញ្ជាឲ្យយុទ្ធមិត្តរបស់ជាងមួយចំនួនរៀបចំជួសជុលលេនដ្ឋានជាថ្មីជាពិសេសគឺរបងការពារដែលនៅជុំវិញអង្គភាពរបស់យើងនេះតែម្ដង ល្អហើយអញ្ចឹង ខ្ញុំរងចាំទទួលបញ្ជាថ្មីបើសិនជាមានសភាពការអ្វីផ្លាស់ប្ដូរនោះ ល្អណាស់ ទឹកដីវាលស្រែចំការដំណាំប្រជាខំដាំប្រែជាក្រៀមក្រោះរងក្របរំសេវខាតខូចផលអស់ជីវិតក៏រស់ដោយក្តីវេទនាតើថ្ងៃណាទៅទើបខ្មែរបានសុខផុតទុកទាំងឡាយដែលតាមចងពៀទឹកភ្នែកខ្មែរហូរឈាមពេញប្រតិពីដីខ្មែរប្រែជាភ្លើងសង្គ្រាមឆេះស្រណោះណាស់ខ្មែរអ្នកស្រែចំការឈឺផ្សាចុកចាប់រលួយរលេះដូច្នេះកូនខ្មែរអ្នកស្រែដែលចេះក្រោកឡើងប្រលេះភ្លើងសង្គ្រាមចេញ អស្ចារ្យមែនពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងម្ដងមែននេះ មែនហើយបងមានជាការ អស្ចារ្យម្ដងហើយ មែនអស្ចារ្យ អស្ចារ្យណាស់បានស្ដាប់ហើយគឺធ្វើឲ្យយើងកាន់តែមានទឹកចិត្តស្រឡាញ់ទឹកដីខ្មែរនិងអាណិតដល់ពុកម៉ែមីងមាបងប្អូនជនជាតិខ្មែរយើងខ្លាំងណាស់ កំណាប់នេះគឺខ្ញុំបានសុំពីប្អូនមេបញ្ជាការសម្រាប់ណែឃើញមានអត្ថន័យល្អក៏យកមកអានឲ្យបងប្អូនស្ដាប់ហើយនឹងមានស្នាដៃរបស់បងមេបញ្ជាការសម្រាប់ជាច្រើនទៀតផងដែរដែលបងមេបញ្ជាការបានរក្សាទុកនៅក្នុងសិភៅរបស់គាត់ណានៅទីនេះច្រើនគ្នាដល់ហើយបងប្រជុំគ្នាពីរឿងអីមែនទេអត់ទេគឺបងលើកយកអត្ថបទកំណាព្យមួយនេះដែលជាស្នាដៃរបស់បងមេបញ្ជាការយកមកអានឲ្យមិត្តរបស់យើងទាំងអស់គ្នាបានស្ដាប់ណែព្រោះបងយល់ថាវាមានអត្ថន័យស៊ីជម្រៅខ្លាំងណាស់ដល់ជនជាតិខ្មែរយើងជាពិសេសសម្រាប់កូនខ្មែរអ្នកស្នេហាជាតិនេះតែម្ដងណា
គឺអត្ថបទកំណាព្យមួយនេះមែនទេបង ហ្នឹងហើយ ខ្ញុំតែមិនទាន់ចប់នៅឡើយទេព្រោះរវល់តែជាប់ចុះទៅល្បាតនឹងមានការងារផ្សេងទៀតទើបបានជាខ្ញុំនៅមិនទាន់បានបញ្ចប់វា ទោះបីជាមិនទាន់ចប់ក៏ដោយក៏មានអត្ថន័យខ្លឹមសារគ្រប់គ្រាន់ហើយមិនថាអញ្ចឹងឯងមិត្តយើងទាំងអស់គ្នា មែនហើយណែពួកយើងខ្ញុំសូមសរសើរដោយស្មោះចំពោះស្នាដៃនិពន្ធកំណាព្យរបស់បងមេបញ្ជាការណា ខ្ញុំអរគុណហើយដែលមិត្តយើងទាំងអស់គ្នាបាននាំគ្នាគាំទ្រនៅកំណាព្យប្រមាណឃ្លារបស់ខ្ញុំនេះ នៅមានកំណាព្យដែលមានអត្ថន័យល្អៗជាច្រើនទៀតរបស់ប្អូនមេបញ្ជាការសម្រាប់ហើយបងគិតថាថ្ងៃណាមួយនឹងស្នើសុំប្អូនមេបញ្ជាការដើម្បីយកមកអានឲ្យប្អូនយើងបានស្ដាប់ជាមិនខានទេ មែនហើយបងមិនគួរលាក់ស្នាដៃទុកធ្វើអីទេហើយបើថាបងមេបញ្ជាការមិនយល់ទាស់ទេនោះខ្ញុំគិតសូមចម្លងដើម្បីចែកដល់យុទ្ធមិត្តក្នុងអង្គភាពរបស់យើងដើម្បីអាននិងស្វែងយល់ ល្អណាស់ពីព្រោះរាល់អត្ថបទកំណាព្យដែលប្អូនមេបញ្ជាការបានតែងឡើងគឺសុទ្ធសឹងបញ្ជាក់អំពីទុក្ខសោករបស់ប្រជាកសិករខ្មែរ មែនហើយ ដែលកំពុងតែជួបប្រទះនឹងភ្លើងសង្គ្រាមព្រមទាំងបានបង្កប់នៃដាស់ស្មារតីដល់កុលបុត្រកុលធីតាខ្មែរយើងឲ្យក្រោកឡើងតស៊ូរំដោះជាតិមាតុភូមិយើងផង បើអញ្ចឹងមិនអីទេចាំខ្ញុំរៀបចំនឹងជ្រើសរើសកំណាព្យណាដែលល្អឲ្យសាន់ចម្លងចែកគ្នាក្រនអាននិងកែអបសុខទៅចុះ មិនមែនដើម្បីការអបសពទេគឺបើសិនជាបានអានហើយហាក់បីដូចជាមានអ្វីមួយមកពញ្ញាប្រាជ្ញាស្មារតីដល់ពួកយើងទាំងអស់គ្នាតែម្ដងមិនថាអញ្ចឹងទេ មែនហើយ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលអ្នកទាំងអស់គ្នាមានការពេញចិត្តនឹងអាននៅកំណាព្យបែបនយោបាយរបស់ខ្ញុំបែបនេះសរុបសេចក្តីមកគឺយើងទាំងអស់គ្នាមានចិត្តតែមួយដូចគ្នាដូច្នេះយើងត្រូវតែសាមគ្គីពុតដៃគ្នាដើម្បីស្វែងរកសេចក្តីសុខជូនជាតិមាតុភូមិរបស់យើងដោយពុំអាចមានឥទ្ធិពលអ្វីមកបំបីបំបាក់ចលនាសាមគ្គីលះបង់របស់ពួកយើងបានទេដូចជាពាក្យមួយឃ្លាបានពោលថានៅផ្ទះម្ដាយទីទេនៅព្រៃម្ដាយតែមួយមិនថាអញ្ចឹងទេ អចាមែនតើត្រឹមត្រូវតែម្ដងហើយ មែនហ្នឹងណាប្អូនមេបញ្ជាការមានទស្សនៈនេះល្អដល់ហើយ ខ្ញុំស្រឡាញ់បងដល់ហើយ ពួកយើងអ្នកមានសំណាងមែនតើដែលមានមេបញ្ជាការឆ្លៀសវៃដូចជាប្អូនមេបញ្ជាការសម្រាប់នេះណា ជាយោកម្លាំងសាមគ្គី ជាយោ ក្មួយស្រីឈប់ត្រង់ដាក់បែបទេ ចាស់មែនហើយខ្ញុំអរគុណនឹងអ៊ំច្រើនណាស់ដែលបានឲ្យខ្ញុំមកដល់សា មិនអីទេមីឌៀកអើយអួយចុះត្រឡប់ទៅវិញនៅពេលថ្មណាដែរហ្នឹង ចាប្រហែលជាពេលបាយថ្ងៃត្រង់រួចណាអ៊ំ អញ្ចឹងពេលដែលអ៊ំត្រឡប់មកពីភូមិខាងត្បូងនោះវិញចាំអ៊ំចូលយកណា ចាអ៊ំ ចាំអ៊ំនៅទីនេះហើយ ចា អ៊ំទៅហើយណា ចា អើយអូយ កំពុងតែធ្វើអីនឹងពុក គឺកូនពុកទេ ចា អេរួចណាស់បណ្ដាកូនមករកពុកតែម្នាក់ឯងចឹងទៅវិញណោះ កូន
ជាតែគោមកជាមួយអ៊ំញ៉ាក់ដែលនៅក្បែរផ្ទះរបស់យើងនឹងណាពុក អមកចូលមកកូនមក ចា មានការអីមែនទេទើបបានជាមករកពុកដល់កន្លែងអង្គភាពបែបនេះនោះ ចាគឺម៉ែប្រើខ្ញុំឲ្យមកសួរសុខទុក្ខពុកពីព្រោះឮថាប្រហែលថ្ងៃមុននេះមានជនហោះមកទម្លាក់គ្រាប់បែកនៅម្ដុំនេះ ហើយទៅបារម្ភពីពុកធ្វើអីដល់ម្លឹងនោះពុកសុខសប្បាយធម្មតាទេរចុះម៉ែរបស់កូនយ៉ាងម៉េចទៅហើយដែរ ចាម៉ែមិនអីទេពុកហើយម៉ែខំវិចនំនេះយកមកផ្ញើពុកនេះចា ល្អហើយណែពុកកំពុងតែចង់ហូបនំសមជ្រូកនឹងផងវិចបានធំល្អណាស់នោះ ពុកតាពេលណាទៅពុកវិលត្រឡប់ទៅនៃជួបជុំក្រុមគ្រួសាររបស់ជើងវិញប្រកូនឧស្សាហ៍លឺម៉ែនិយាយថានឹកពុកណា ហើយកូនស្រុកទេសរបស់យើងកំពុងតែមានសង្គ្រាមហើយពុកក៏មានភារៈទទួលបន្ទុកអង្គភាពដឹកនាំទ័ពរំដោះជាតិទៀតដូច្នេះយើងទ្រាំរស់នៅបែកឆ្ងាយពីគ្រួសារមួយរយៈសិនទៅធ្វើម៉េចបើជាតិកំពុងតែត្រូវការយើងនោះហើយការដែលបែកឆ្ងាយពីគ្រួសារនេះមិនមែនមានតែគ្រួសាររបស់យើងឯណាក៏នៅមានគ្រួសារខ្មែរជាច្រើនទៀតដែលត្រូវជួបនឹងបញ្ហាបែបនេះនោះណែកូនប្រាប់ម៉ែរបស់កូនផងទៅថាពេលណាដែលសង្គ្រាមចប់គឺយើងគង់តែបានរស់នៅជួបជុំគ្រួសារវិញនោះទេណែនិយាយអញ្ចឹងបងប្អូនរបស់កូនគេមានជំងឺមកកាត់អីទេ ចាអត់ទេពុក ហើយពុកខានទៅលេងផ្ទះច្រើនខែហើយដោយសារតែមានភារកិច្ចច្រើនពេករត់ចុះពេលណាទៅកូនត្រឡប់ទៅផ្ទះវិញ ចាគឺថ្ងៃត្រង់នេះឯងព្រោះចាំអ៊ំញ៉ាក់គាត់ត្រឡប់មកពីរអ៊ុសវិញគាត់នឹងមកចាំកូននៅមុខទីតាំងរបស់ពុកនឹង ណែថ្ងៃក្រោយមិនបាច់មករកពុកទៀតទេណាបើមានការអីផ្ញើតែលិខិតមកទៅវិជ្ជាការស្រេចទៅហើយមើលចុះពីនេះទៅផ្ទះរបស់យើងនោះឆ្ងាយណាស់បានជាកូនមកទៅហើយនោះក៏ល្អដែរព្រោះពុកចង់ណែនាំកូនឲ្យស្គាល់មនុស្សម្នាក់គេនោះជាមនុស្សដែលមានអាកប្បកិរិយាល្អឆ្លៀសវៃឧស្សាហ៍ព្យាយាមហើយជាមេវិជ្ជាការមួយរូបដែលពុកស្រឡាញ់គេដូចជាប្អូនដូចជាកូនមកកើតយ៉ាងអញ្ចឹងគេមានអាយុនៅក្មេងជាងពុកច្រើនណាស់តែគេហៅពុកថាបងពុកចង់ឲ្យកូនស្គាល់គេដើម្បីរាប់អានគ្នាទៅថ្ងៃក្រោយ គាត់នៅឯណាដែរទៅពុក គឺនៅក្នុងអង្គភាពជាមួយនឹងពុកហ្នឹងណាអង្គុយលេងសិនទៅណាកូនពុកបង្ហើការងារនេះតិចសិន ចាពុកមើលចោលកន្លែងរបស់ពុកដូចជាមិនសូវចិត្តសោះរួចនេះនៅពេលភ្លៀងមកមិនលិចទៅទឹកអស់ទៅហើយទេឯពុក វាជារឿងធម្មតាទៅហើយកូនជីវិតតបវាតែប៉ុណ្្នឹងឯង សាន់មានការអីហ្នឹង គឺ មានការអីហ្នឹងបងសាន់ ខ្ញុំឃើញកូនស្រីរបស់បងមានបញ្ជាការធំទៅនេះ ស្មានតែមានសភាពការអីមិនស្រួលធ្វើឲ្យបងរន្ធត់អស់បន្តិចទៅហើយរួចបើសិនជានាងមកតើវាមានតែទាស់ខុសអីរឿងកូនមកលើឪពុកជារឿងធម្មតានោះទេ តានេះបងភ្លេចពីរឿងដែលបងបានគិតគ្នាជាមួយខ្ញុំហើយតែមែនទេ បងមិនភ្លេចទេតែយើងចាំតាមដានតទៅទៀតទៅថាតើរឿងនោះវាយ៉ាងម៉េចខ្លះទៀត បាទ ច
សម្រាប់ហូបបាយហើយនៅនឹង អូបាននៅទេបងមានបញ្ជាការ នេះអីកូនជំរាបសួរបងប្រុសរបស់កូនទៅ ចាជំរាបសួរ បាទ នេះហើយជានំសមជ្រូកដែលប្រពន្ធរបស់ខ្ញុំជាអ្នកវិចហើយកូនស្រីរបស់ខ្ញុំគេយកមកផ្ញើហ៎ណែយកទុកហូបសាក់ថ្វីដៃប្រពន្ធរបស់ខ្ញុំម្ដងទៅ បាទខ្ញុំអរគុណហើយចាំបន្តិចចាំខ្ញុំបោកកន្លែងឲ្យអង្គុយលេងមើលចុះដីហុយដល់ហើយ មិនអីទេបងអូនមានបញ្ជាការខ្ញុំគ្រាន់តែចង់នាំកូនឲ្យស្គាល់ជាមួយនឹងបងអូនមានបញ្ជាការសម្រាប់តែប៉ុណ្ណោះ បាទខ្ញុំធ្លាប់បានឃើញបងអូនស្រីម្ដងដែរកាលពីឆ្នាំមុនតែកាលនោះនៅតូចនៅឡើយទេឥឡូវនេះធំសន្ធឹកតែម្ដងហើយរួចនេះបងអូនស្រីមកជាមួយនរណាដែរទេ ចាខ្ញុំមកជាមួយអ៊ំម្នាក់នៅក្បែរផ្ទះខ្ញុំបានលើពុកដំណើរពីបងប្រុសហើយខ្ញុំក៏ចង់ស្គាល់ នេះមិនដឹងជាបងមានបញ្ជាការនិយាយអ្វីពីខ្ញុំប្រាប់បងអូនស្រីខ្លះទេនេះ អូគឺគ្មាននិយាយអីអាក្រក់នោះទេខ្ញុំបានលើកសរសើរពីអត្តចរិតរបស់បងអូនមានបញ្ជាការប្រាប់តកូនស្រីរបស់ខ្ញុំនឹងណាព្រោះតែខ្ញុំសង្កេតឃើញបងអូនមានបញ្ជាការសម្រាប់នេះជាមនុស្សល្អលាក់បាំងអីខ្ញុំស្រឡាញ់បងអូនមានបញ្ជាការសម្រាប់ដូចជាសាច់ដូចជាឈាមរបស់ខ្ញុំអញ្ចឹងហើយខ្ញុំចង់ឲ្យបងអូនមានបញ្ជាការនឹងកូនស្រីរបស់ខ្ញុំនេះបានរាប់អានគ្នាចាប់ពីពេលនេះតទៅ អូបាទខ្ញុំមានកិត្តិយសណាស់ដែលបងមានបញ្ជាការបានផ្ដល់នូវកិត្តិយសនេះដល់ខ្ញុំមានការពេញចិត្តចំពោះការរាប់អានបងអូនស្រីជាបងអូនស្រីរបស់ខ្ញុំសង្ឃឹមថាពីថ្ងៃនេះតទៅខ្ញុំនឹងមានបងអូនស្រីម្នាក់ទៀតដ៏ល្អក៏ប៉ុន្តែខ្ញុំមិនដឹងថាបងអូនស្រីព្រមទទួលនឹងការរាប់អាននេះពីខ្ញុំដែរឬអត់នោះទេ ចាមិនអីទេបងប្រុសការពិតខ្ញុំក៏ត្រេកអរណាស់ដែរដែលបានទទួលបងជាមេបញ្ជាការនៅសមរភូមិមុខម្នាក់មកធ្វើជាបងប្រុសរបស់ខ្ញុំនោះ នៅជជែកគ្នាលេងបន្តិចទៅពុកទៅខាងនោះមកផ្លែតណា ណែពុក អូកុំខ្លាចចិត្តអីនៅជជែកលេងជាមួយនឹងបងប្រុសរបស់កូនទៅពុកទៅតាមមកផ្លែតទេពុកទៅហើយណា ចា